លោកឧត្តមសេនីយ៍តូងៀនជឿងថាំងមេបញ្ជាការរដ្ឋានយុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមបានបដិញ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមនិងបណ្ដាអង្គភាពកងទ័ពចំណុះបញ្ជាការរដ្ឋានកងទ័ពជើងគោកកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី25ខែមីនាឆ្នាំ2025នៅវិមានសន្តិភាពលោកឧត្តមសេនីយ៍តូងៀនជឿងថាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឲ្យរូបលោកនិងគណៈប្រតិភូជួបសម្ដែងការគួរសមនិងបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរពិសេសរវាងយុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមនិងកងទ័ពជើងគោកកម្ពុជាព្រមទាំងបានគូបញ្ជាក់ពីការបដិញ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមនិងបណ្ដាអង្គភាពកងទ័ពចំណុះបញ្ជាការរដ្ឋានកងទ័ពជើងគោកកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតលោកឧត្តមសេនីយ៍តូក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរក្នុងដំណើរទស្សនកិច្ចនាពេលនេះក៏ដើម្បីជូនពរដល់អង្គភាពនៃកងយុទ្ធភូខេមរៈភូមិន្ទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះជាការឆ្លើយតបសម្ដេចបវរធិបតីបានវាតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណីនិងជាមិត្តភាពនៃប្រទេសទាំងពីរព្រមទាំងបានគូបញ្ជាក់ថាប្រពៃណីនៃការសាកសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរជាសកម្មភាពដ៏ល្អប្រពៃមួយសម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជានិងយុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមជាពិសេសកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញនិងការវឹកវើដល់កងទ័ពកម្ពុជានាពេលកន្លងមកសម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់យុទ្ធភូមិភាគទី7នៃកងទ័ពប្រជាជនវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតជាមួយបញ្ជាការរដ្ឋានកងទ័ពជើងគោកនិងបណ្ដាអង្គភាពកងទ័ពចំណុះកងទ័ពជើងគោកកម្ពុជាកុំនៅស្ទាក់ស្ទើរអីទៀតតម្លៃកាន់តែពិសេសសម្រាប់ប្រអប់ Sky One TV តម្លៃត្រឹមតែ